good morning សួស្តីអ្នកទាំងអស់គ្នាចា Happy Tuesday អ្នកទាំងអស់គ្នាចានេះមកជួបគ្នាទៀតហើយចាថ្ងៃនេះដែរនាងខ្ញុំចង់និយាយពីរឿង refinance ដែលនៅតែមានបន្ទិលពីបងប្អូនខ្មែរយើងច្រើនជាពិសេសគឺយើងនិយាយពីក្នុងចំណុចដែលថាយើងទិញផ្ទះលើហ្នឹងគឺដោយសារការប្រាក់យើងខ្ពស់អ្នកទាំងអស់គ្នាអ្វីដែលនាងខ្ញុំអាចនិយាយបានគឺនៅក្នុង real estate នេះគឺជារយៈពេល18ឆ្នាំហើយចារឿងផ្ទះដោយនាងខ្ញុំលើកវីដេអូនិយាយការពីលើកមុនអញ្ចឹងគឺអត់មានចុះទេមានតែឡើងបើប្រៀបធៀបពី18ឆ្នាំមុនចាយើងនិយាយឡើងផ្ទះធ្លាប់តែ20,000ជាងឥឡូវឡើងដល់60 70ម៉ឺន80ម៉ឺនក៏មានដែរចាក្នុងរយៈពេល18ឆ្នាំនេះអញ្ចឹងនិយាយទៅវាប្រែប្រួលវាច្រើនដែរវាយូរដែរចាតែបើនិយាយពីការប្រាក់នាងខ្ញុំចង់និយាយថាក្នុងរយៈពេល18ឆ្នាំនេះអ្វីដែលនាងខ្ញុំចែករំលែកអ្នកទាំងអស់គ្នាបានគឺនៅតាមបទពិសោធន៍របស់នាងខ្ញុំមិនដឹងថាអនាគតមិនទេប៉ុន្តែអ្វីមួយដែលនាងខ្ញុំចែករំលែកជាមួយអ្នកទាំងអស់គ្នាក្នុងការដែលនាងខ្ញុំប្រឡូកនៅក្នុង real estate រយៈពេល18ឆ្នាំនេះគឺការប្រាក់នាងខ្ញុំធ្លាប់ឃើញតាំងពី 7% ធ្លាក់មកដល់ 2% ធ្លាក់ទៅដល់ 3% ឡើងទៅវិញទៅដល់ 5% ទៅដល់ 6% ទៅដល់ 7% ចាឥឡូវហ្នឹងអញ្ចឹងបើយើងនិយាយពីឥឡូវហ្នឹងការប្រាក់របស់យើងឥឡូវហ្នឹង6កន្លះ7កន្លះឬ 7% ហ្នឹងណាគឺប្រៀបធៀបទៅឆ្នាំកាលពីខ្ទង់ប្រហែលជា2006 2007 2008 2010ហ្នឹងចាព្រោះពេលដែលខ្ញុំចូលប្រឡូកទៅបន្ទាប់ពីប្រហែលឆ្នាំមួយឆ្នាំតិចតួចនេះខ្ញុំចាប់ផ្ដើមទិញផ្ទះខ្លួនឯងហើយការប្រាក់នេះខ្ញុំគឺ5កន្លះអ្នកទាំងអស់គ្នាចាពេលហ្នឹងស្រែកថាអូយការប្រាក់ថ្លៃ5កន្លះហ្នឹងប៉ុន្តែយ៉ាងណាមិញ2-3ឆ្នាំក្រោយការប្រាក់ធ្លាក់ដល់ 4% អញ្ចឹងទៅ 3% អញ្ចឹងទៅ 2% ក៏មានដែរអ្នកទាំងអស់គ្នាហើយអញ្ចឹងនាងខ្ញុំឃើញធ្លាក់មែនចាដល់ពេលឆ្នាំប្រហែលជាខ្ទង់ COVID នេះជំនាន់ COVID 2020យើងនេះការប្រាក់ធ្លាក់ទៀតអ្នកទាំងអស់គ្នាទៅដល់ 2% និង 3% ទៀតហើយអញ្ចឹងចាប់ផ្ដើមឡើងបន្តិចម្ដងឡើងបន្តិចម្ដងអ្នកទាំងអស់គ្នាអញ្ចឹងអ្វីមួយដែលនាងខ្ញុំអាចនិយាយជាមួយអ្នកទាំងអស់គ្នាបានគឺនាងខ្ញុំឃើញការប្រាក់ធ្លាក់ចុះមែនអញ្ចឹងបានន័យថាគេតែងតែនិយាយការប្រាក់គឺវាអាចប្រែប្រួលផ្ទះភាគច្រើនអ្នកខ្លះគេនិយាយថាសិតតែធ្លាក់តម្លៃប៉ុន្តែនាងខ្ញុំចូលឃើញហ្នឹងវាចូល8-10ឆ្នាំហើយនាងខ្ញុំអត់ទាន់ឃើញធ្លាក់ទេអញ្ចឹងវាអាចនឹងធ្លាក់ព្រោះនាងខ្ញុំអាចនិយាយអនាគតដឹងប៉ុន្តែអ្វីមួយដែលនាងខ្ញុំអាចនិយាយអ្នកទាំងអស់គ្នាបានគឺការប្រាក់អញ្ចឹងយ៉ាងណាមិញពេលដែលនាងខ្ញុំនិយាយថាបើសិនជាមានសមត្ថភាពយើងទិញទៅកុំទាន់អាចត្អូញរឿងការប្រាក់យ៉ាងណាមិញអ្នកទាំងអស់គ្នាអាចមានជំរើសព្រោះពេលដែលយើងទិញផ្ទះទោះបីតែយើងសញ្ញាក្រដាសស្នាមគេថាយើងខ្ចីគេ30ឆ្នាំមែនប៉ុន្តែយ៉ាងណាមិញគឺអ្នកទាំងអស់គ្នានៅអាចមានសិទ្ធិប្រែប្រួលសាររើសំណុំឯកសារ refinance ដាក់លុយថែមrefinance យកការប្រាក់ចោះឬមួយនិយាយទៅគឺយើងមានជំរើសច្រើនចាអញ្ចឹងចង់បង្ហាញអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងទេចាសម្រាប់បងប្អូនខ្មែរយើងដែលគាត់ចាប់ផ្ដើមទិញផ្ទះឡើយហ្នឹងគឺយើងនៅមានជំរើសអាច refinance ថ្ងៃក្រោយបានអ្នកទាំងអស់គ្នាចាអញ្ចឹងអរគុណច្រើនបាយបាយអ្នកទាំងអស់គ្នា